Saya ริ่មបន្តមកទៀតចាប់ផ្ដើមមកយើងក៏បានឃើញអាណាឡានបាននិយាយថាតើក្មេងស្រីម្នាក់នេះថាយើងចិត្តការនាងយ៉ាងដូចម្ដេចទៅចំណែកពុត្រាបរិសុទ្ធម្នាក់វាក៏បាននិយាយថាមើលទៅក្មេងស្រីម្នាក់នេះពិតជាមានទេពកោសល្យដ៏អស្ចារ្យនៅថ្ងៃអនាគតអ្នកស័ក្តិសមធ្វើជាឧបសគ្គរបស់ខ្ញុំឆ្ពោះទៅកាន់អមតៈចំណែកមួយនេះវាក៏បានដើរមកកន្លែងក្មេងស្រីម្នាក់ដល់និយាយថាក្មេងស្រីបុត្រាបរិសុទ្ធបានទុកជីវិតឲ្យអ្នកហើយនៅពេលនេះសូមអ្នកចាក់ចេញឲ្យឆ្ងាយទៅកុំឲ្យគាត់ផ្លាស់ប្ដូរចិត្តទាន់ណាបញ្ញាមួយនឹងមុននឹងចាក់ចេញក៏បានសម្លឹងមើលអាពីរអ្នកនឹងផងដែរហើយភ្លាមនឹងអាសពពលឹងវាក៏បាននិយាយថាយើងបានបំផ្លាញនិកាយតាយីហើយតែជំហានបន្តទៀតយើងតើត្រូវទៅណាទៅពេលហ្នឹងក៏មានបាក់សៃមួយបានហោះមកហើយបាក់សៃមួយហ្នឹងក៏ជាប់មកទាំងសារផងដែរដល់ពេលម្នេះអាពណ៌លឿងក៏បានចាប់មកមើលផងដែរដោយសារម្ហ្នឹងបាននិយាយថាត្រូវតែឲ្យពួកគេហ្នឹងទៅសម្លាប់ជាងយូរឬក៏ទៅសម្លេះជាងយូរយើងដែលនៅនិកាយហុងវូសពពលឹងវាក៏បាននិយាយថាជាងយូនៅក្នុងនិកាយហុងវូពិតជាគួរឲ្យចាប់អារម្មណ៍មែនហើយពួកគេទៅពេលហ្នឹងក៏បានធ្វើដំណើរទៅនិកាយហុងវូតែម្ដងស្អីរឿងយើងក៏កើតមកដល់ក្នុងនិកាយហុងវូវិញដោយចេញយូយើងក៏បានដើរចេញពីវិវាទហ្នឹងផងដែរហើយនៅខាងក្រៅក៏មានព្រឹទ្ធាចារ្យវូនៅចាំផងដែរព្រឹទ្ធាចារ្យវូក៏បានគិតបញ្ជាក់ថាក្មេងប្រុសម្នាក់នេះមានក្លិនក្រអូបបែបនេះវាពិតជាអ្វីដែលខ្ញុំបានគិតទុកមែនដោយចេញយូបានឃើញព្រឹទ្ធាចារ្យវូសម្លឹងមើលគាត់ខ្លាំងពេកគាត់ក៏បាននិយាយថាព្រឹទ្ធាចារ្យហេតុអ្វីបានអ្នកសម្លឹងមើលខ្ញុំអ្វីម្ល៉េះតើមុខខ្ញុំប្រឡាក់អីមែនទេភ្លាមព្រឹទ្ធាចារ្យវូក៏បានលុតជង្គង់ចុះហើយក៏និយាយថាមន្ត្រីក្រមអាវ៉ាត់ពូកៀងយុនសូមគោរពលោកម្ចាស់វ័យក្មេងជាងយូឃើញហើយក៏បានភ្ញាក់ផ្អើលជាខ្លាំងក៏បានសួរបញ្ជាក់លោកវូហើយអ្វីបានជាអ្នកហៅខ្ញុំចៅហ្វាយវ័យក្មេងទៅវិញណែឯលោកវូក៏បាននិយាយថាអ្នកទាំងឡាយណាដែលបានរៀនគម្ពីរអណ្ដើកខ្មៅនោះគាត់នឹងក្លាយជាចៅហ្វាយនេះរបស់និកាយហុងវូហើយអ្នកនៅក្រោមបង្គាប់នេះមិនអាចច្រឡំបានទេចៅហ្វាយវ័យក្មេងហើយខ្ញុំក៏សង្កល់អ្នកបាននោះដោយសារតែអ្នកមានធម៌ពលដូចជាចៅហ្វាយពីមុនជាងយូមិនអាចប្រកែកពីរឿងនេះបានទេបានតែត្រឹមឲ្យលោកវូងើបឈរក្រោកឈរឡើងចំណែកឯលោកវូក៏បានក្រោកឈរឡើងហើយក៏សួរទៅជាងយូយើងផងដែរថាលោកម្ចាស់វ័យក្មេងបានជាអ្នកទទួលបានកំណត់ទ្រព្យមួយនេះហើយតែអ្នកបានជួបម្ចាស់ពីមុនដែរឬទេជាងយូក៏បានថាខ្ញុំគឺបានជួបគាត់ពិតមែនចំណែកឯលោកវូក៏បានសួរបញ្ជាក់ថាតើពេលនេះគាត់យ៉ាងម៉េចយ៉ាងម៉ាហើយជាងយូក៏បានតបថានៅពេលនេះគាត់បានទទួលមរណភាពបាត់ទៅហើយជាងយូក៏បាននិយាយបន្តទៀតថាវូនេះមិនចាំបាច់សោកស្ដាយទេខ្ញុំនឹងទៅសងសឹកជំនួសឲ្យគាត់ពួកអាទឹកដីបរិសុទ្ធទាំងមូលនោះមិនយូរមិនឆាប់ទេខ្ញុំនឹងទៅសម្លាប់ពួកឯងចោលហើយមួយសន្ទុះក្រោយមកវូក៏បាននិយាយទៅជាងយូយើងថាម្ចាស់វ័យក្មេងពួកនៅទឹកដីបរិសុទ្ធទាំង4នឹងចាក់ឬចាក់គល់យ៉ាងជ្រៅបើម្ចាស់វ័យក្មេងត្រូវការសងសឹកឲ្យម្ចាស់មនុស្សអ្នកត្រូវតែរៀបចំផែនការឲ្យបានហ្មត់ចត់ជាមុនសិនជាងយូបានតបវិញថាវូខ្ញុំធានារឿងនេះក៏ប៉ុន្តែវាគ្រាន់តែថាខ្ញុំមិនទាន់ដឹងច្រើនអំពីទឹកដីបរិសុទ្ធនោះទេតើអ្នកអាចប្រាប់ខ្ញុំអំពីពួកគេឲ្យលម្អិតឲ្យខ្ញុំបានទេវូបានប្រាប់ជាងយូយ៉ាងថាក្នុងចំណោមដែនដីបរិសុទ្ធទាំង4ទឹកដីបរិសុទ្ធនៃលីងសាវដែលគ្របដណ្ដប់ភាគខាងកើតនៃទ្វីបធានយូគឺជាទឹកដីដ៏ឃោរឃៅបំផុតទឹកដីបរិសុទ្ធ3ផ្សេងទៀតគឺទឹកដីបរិសុទ្ធឡាវឈីនៅតំបន់ភាគខាងជើងទឹកដីបរិសុទ្ធកាងឡែននៅតំបន់ភាគខាងលិចទឹកដីបរិសុទ្ធសាសនាតាវនៅតំបន់ខាងត្បូងហើយតាមចំណេះដឹងរបស់ខ្ញុំយ៉ាងហោចណាស់ក៏មានចៅហ្វាយនាយ2ឬច្រើនអ្នកដែរដែលទទួលបន្ទុកលើដែនដីបរិសុទ្ធទាំង4នេះចាស់ទុំនៅក្នុងនោះគឺជាអ្នកជំនាញស្ទើរតែទាំងអស់នៅកម្រិតឋានសួគ៌ហើយមានអ្នកផ្សេងទៀតរាប់មិនអស់នៅក្រោមអាណាចក្រឋានសួគ៌ផងដែរចាស់ទុំធម្មតានៅអាណាចក្រឋានសួគ៌ព្រឹទ្ធាចារ្យដ៏បរិសុទ្ធនៅអាណាចក្រដែលគ្រប់គ្រងចំណែកអបេក្ខជនឬក៏សិស្សអីហ្នឹងក៏មិនដឹងដែរនៅអាណាចក្រអមតៈជាងយូក៏បានគិតថាខ្ញុំមិននឹកស្មានថាទឹកដីបរិសុទ្ធទាំងមូលនេះនឹងមានឥទ្ធិពលខ្លាំងនោះទេគ្មានអ្វីចម្លែកទេសូម្បីតែម្ចាស់វិមានហុងវូនេះពីមុនមកក៏ត្រូវតែបញ្ចប់ដោយរបៀបនេះផងដែរភ្លាមគាត់សប្បាយចិត្តមកវិញគាត់ក៏បាននិយាយថាក៏ប៉ុន្តែខ្ញុំមានរូបរាងកាយអមតៈដូចគ្នាខ្ញុំមិនចាំបាច់ខ្លាចអាពួកដែនដីបរិសុទ្ធទាំង4នោះទេព្រោះអីព្រោះតែខ្ញុំមិនអាចស្លាប់បានទេទោះគេខំសម្លាប់ខ្ញុំយ៉ាងម៉េចក៏ដោយក៏ខ្ញុំមិនចេះស្លាប់ផងដែរពេលនោះលោកម្ចាស់វូក៏បានក្រហមបន្តិចហើយក៏និយាយថាមូលហេតុដែលទឹកដីបរិសុទ្ធទាំង4នោះមានឥទ្ធិពលខ្លាំងដោយសារតែពួកគេបានផ្ដាច់មុខនៅធនធានដាំដុះទាំងអស់នៅក្នុងទ្វីបធានយូហើយអ្វីដែលមិនសមហេតុផលនោះគឺពួកនឹងបានធានានៅឋានៈរបស់ពួកគេទៀតផងពួកដែនដីបរិសុទ្ធទាំង4នឹងបានបង្ខំឲ្យទទួលយកទេពកោសល្យពីគ្រប់និកាយហើយប្រសិ
សិនបើពួកគេប្រឆាំងនឹងវាពួកគេនឹងបំផ្លាញចោលឬក៏សម្លាប់ចោលជាមិនខានហើយចៅហ្វាយមុនរបស់និកាយហុងវូរបស់យើងក៏ស្អប់ខ្ពើមនឹងពួកដែនដីបរិសុទ្ធទាំង4នឹងផងដែរក៏បានប្រឆាំងនឹងវាហើយទីបំផុតគាត់ក៏បានត្រូវពួកដែនដីបរិសុទ្ធទាំងអស់នឹងព្រួតគ្នាធ្វើបាបគាត់តែម្នាក់ឯងសូម្បីតែគាត់ក៏ដោយក៏ត្រូវបានដាក់កំហិតដោយពួកដែនដីបរិសុទ្ធទាំងមូលនោះផងដែរជាងយូបាននិយាយថាមើលទៅពួកអស់នោះកំពុងតែដើរលើផ្លូវរបស់ជនទុច្ចរិតហើយពេលនោះជាងយូក៏បាននិយាយបន្តទៀតថានិយាយអញ្ចឹងព្រឹទ្ធាចារ្យវូតាចៅហ្វាយជាងយូនៅពេលនេះតាយ៉ាងម៉េចហើយតាប៉ាត់កន្លែងដែលត្រូវដាក់កំហិតហ្នឹងមិនមែនលោកវូយើងទេគឺជាជាងយូនឹងឯងលោកវូក៏បានតបថាកាលពី3ឆ្នាំមុនដើម្បីការពារអ្នកចៅហ្វាយរបស់អ្នកបានប្រឆាំងនឹងទឹកដីពិសិដ្ឋលីងសាវគាត់ត្រូវបានឃុំឃាំងដោយមេដឹកនាំនៃនិកាយតំបន់ហាមឃាត់របស់និកាយជាងយូស្ដាប់ទៅហើយក៏ខឹងជាខ្លាំងក៏បានស្រែកថាលីងសាវអាក្រក់ម្ដេចក៏ឯងហ៊ានចាប់ចៅហ្វាយខ្ញុំបែបនេះលោកវូក៏បានសម្រួលអារម្មណ៍ជាងយូយើងផងដែរសូមឲ្យគាត់កុំឲ្យខឹងខ្លាំងពេកក៏ប៉ុន្តែឥឡូវនេះលោកម្ចាស់វ័យក្មេងនេះបានរៀនគម្ពីរអណ្ដើកខ្មៅរួចហើយនិកាយហុងវូនឹងមានភាពរុងរឿងឡើងវិញក្នុងពេលឆាប់ៗនេះហើយអ្នកក៏មិនចាំបាច់ប្រញាប់ប្រញាល់ពេកផងដែរលោកវូក៏បានឲ្យផ្លាកបញ្ជារបស់និកាយហុងវូក៏បាននិយាយថាដរាបណាចៅហ្វាយវ័យក្មេងមានវាសូម្បីតែមេប៉ាក៏ត្រូវតែស្ដាប់បង្គាប់អ្នកដែរក្រោយពីពួកគេបានឃើញផ្លាកបញ្ជានេះហើយមេប៉ាច្បាស់ជាដោះលែងមេរបស់អ្នកជាមិនខានហើយជាងយូក៏បានក្តាប់ផ្លាកបញ្ជានឹងយ៉ាងណែនហើយក៏បាននិយាយថាអរគុណ Elder Wu ក៏បានថាគួរសមពេកហើយលោកម្ចាស់ទោះជាយ៉ាងណាក៏ដោយកិច្ចការបន្ទាន់បំផុតសម្រាប់ចៅហ្វាយវ័យក្មេងនៅពេលនេះគឺត្រូវបណ្ដុះគម្ពីរអណ្ដើកខ្មៅឲ្យលើសពីកម្រិតទី7ពេលនោះហើយទើបយើងមានកម្លាំងអាចប្រឆាំងនឹងពួកដែនដីបរិសុទ្ធទាំង4ក៏ប៉ុន្តែនៅពេលនេះយើងគួរតែប្រុងប្រយ័ត្នពីសកម្មភាពរបស់យើងផងដែរជាងយូបានតបអេដឺវូវិញថាកុំបារម្ភអីបន្ទាប់មកគាត់ក៏បានគិតក្នុងចិត្តថាខ្ញុំមិនចាំបាច់ដាំដុះធម្មតាបែបនោះទេគ្រាន់តែប្រើប្រព័ន្ធ Up Level ចុះឡើងទៅច្បាស់ជារៀនដល់កម្រិតកំពូលជាមិនខានហើយគាត់ក៏បានគិតក្នុងចិត្តទៀតថាដរាបណាខ្ញុំសម្លាប់ព្រឹទ្ធាចារ្យកំពូល3នាក់នៅក្នុងនិកាយដ៏បរិសុទ្ធនោះកម្រិតរបស់ខ្ញុំនឹងឈានទៅដល់កម្រិតទី7នៃ Script អណ្ដើកខ្មៅនឹងហើយវាមិនមែនជារឿងធំដុំទេហើយសាច់រឿងយើងក៏កាមកដល់សារប្រជុំយើងក៏បានឃើញអាចៅហាពេលនេះមានរបួសជាខ្លាំងណែឲ្យយើងក៏បានឃើញតាចំណាស់ម្នាក់នៅគេនឹងបាននិយាយថាតើម្នាក់ណាទៅដែលហ៊ានធ្វើបាបឯងចៅហានវាក៏បាននិយាយថា Master នោះគឺជាជាងយូអាចោរចិត្តអាក្រក់មួយនោះឯង Master នឹងក៏បាននិយាយថាឯងមិនចាំបាច់បារម្ភទេខ្ញុំនឹងទៅហែកខ្លួនប្រាណវាជា1000ចំណែកជាមិនខានហើយគាត់ក៏បានយកថ្នាំមួយឲ្យទៅចៅហានលេបផងដែរដែលថ្នាំនឹងជួយផ្សះរបួសចៅហានយ៉ាងលឿនបំផុតហើយភ្លាមក៏មានថាមពលមួយទេបានវាយដៃតាចំណាស់ម្នាក់នឹងធ្វើឲ្យថ្នាំមួយនឹងបានខ្ទេចអស់រលីងតាចំណាស់ម្នាក់នឹងខឹងជាខ្លាំងក៏បានសួរថាឯងជានរណាយើងក៏បានឃើញចឹងយើងបានដើរចូលមកផងដែរដោយនិយាយថាប្រើប្រាស់ថ្នាំដ៏មានតម្លៃបែបនេះវាខ្ជិលខ្ជាពេកហើយចំពោះអាមនុស្សអត់ប្រយោជន៍នេះអ្នកពិតជាអាត្មានិយមពិតមែនពេលនោះតាចំណាស់ម្នាក់ហ្នឹងក៏បាននិយាយថាតើឯងគឺជាជាងយូទៅមែនទេជាងយូក៏បាននិយាយថាពិតមែនហើយវាគឺជាខ្ញុំគឺមានកិត្តិយសខ្លាំងណាស់ដែលព្រឹទ្ធាចារ្យដ៏អស្ចារ្យចងចាំខ្ញុំពេលហ្នឹងព្រឹទ្ធាចារ្យមួយហ្នឹងក៏បានដាក់អាចៅហានទៅលើដីហើយគាត់ក៏បានក្រោកឈរឡើងដោយនិយាយទាំងអំណែកថាអ្នកមិនគួរធ្វើបាបសិស្សខ្ញុំដល់បែបនេះទេហើយអំបញ្ញមិញហ្នឹងអ្នកក៏បានបំផ្លាញថ្នាំរបស់ខ្ញុំផងដែរអ្នកពិតជាក្លាហានពិតមែនបើដូច្នេះទៅហើយខ្ញុំគួរតែបំផ្លាញអ្នកនៅពេលនេះតែម្ដងទៅជាងយូក៏បានតបថាអ្នកចង់ប្រយុទ្ធជាមួយខ្ញុំមែនទេហើយនៅថ្ងៃនេះជាថ្ងៃល្អដើម្បីដោះស្រាយរឿងចាស់ជាមួយនឹងអ្នកផងដែរភ្លាមលោកលីក៏បានមកកន្លែងហ្នឹងដោយនិយាយថាឈប់សិនហើយព្រឹទ្ធាចារ្យមនុស្សក៏បាននិយាយថាបងប្រុសហេតុអ្វីបានជាអ្នកខាត់ខ្ញុំចំណែកឯលោកលីក៏បាននិយាយទៅព្រឹទ្ធាចារ្យនឹងថាព្រឹទ្ធាចារ្យដ៏អស្ចារ្យសត្វចម្លែកមួយនេះគឺមានប្រយោជន៍សម្រាប់ពួកយើងកុំភ្លេចថាបេសកជនបានប្រកល់គាត់មកយើងភ្លាមព្រឹទ្ធាចារ្យមនុស្សក៏បានសារជាខ្លាំងហើយក៏និយាយថាអញ្ចឹងហើយបងប្រុសថា
បាច់បារម្ភទេខ្ញុំទៅតែទទួលការណែនាំថ្មីពីទឹកដីពិសិដ្ឋលីងសាវកាលពី1ម៉ោងមុនគាត់បានបញ្ជាឲ្យខ្ញុំគឺសម្រាប់ជាងយូរចោលនោះឯងលោកលៀនក៏បានតបថាតើអ្នកនិយាយការប៉ັດទេតើមែនទេចំណែកឯប្រតិចារមនុស្សក៏បានតបវិញថាតើខ្ញុំយកនិកាយហង្សវោមកលេងសើចរឿងបែបនេះតើមែនទេគឺខ្ញុំនិយាយការប៉ັດនឹងឯងហើយពីនៅនឹងភ្លាមក៏បាននិយាយថាបើអញ្ចឹងទៅហើយពួកយើងគួរតែសម្លេះគាត់នៅថ្ងៃនេះតែម្ដងទៅលោកលីនដ៏អស់ការអត់ទ្រាំជាមួយនឹងចាងយូយើងយូរហើយក៏ប៉ុន្តែក៏មិនហ៊ានធ្វើអីនៅពេលនេះគាត់បានបញ្ចេញឲ្យអស់ដៃហើយចាងយូក៏បានញញឹមហើយក៏និយាយថាតើអ្នកទាំងពីរចង់ធ្វើរឿងដូចពីកាល3ឆ្នាំមុនតើមែនទេបើដូច្នេះទៅហើយខ្ញុំនឹងឲ្យអ្នកគិតឲ្យមកចត់ទង្វើរបស់ខ្ញុំនឹងមិនសាមញ្ញដោយការពីមុននោះទេហើយចាងយូក៏បានបញ្ចេញកម្លាំងកតមកយ៉ាងខ្លាំងក្លាក៏បានធ្វើឲ្យព្រឹទ្ធាចារ្យលីននឹងភ្ញាក់ផ្អើលផងដែរហើយព្រឹទ្ធាចារ្យលីនក៏ឲ្យព្រឹទ្ធាចារ្យមនុស្សប្រុងប្រយ័ត្ននឹងចាងយូយើងផងដែរហើយព្រឹទ្ធាចារ្យមនុស្សក៏បានតបថាអ្នកមិនបាច់ភ័យទេគ្រាន់តែចាងយូក្មេងកពិកកពុកមួយនេះសោះហ្នឹងហើយគាត់ក៏បានបញ្ចេញអំណាចមកយ៉ាងខ្លាំងក្លាហើយក៏និយាយថាគ្រាន់តែណាអ្នកចាក់ក្បាច់គុណប៉ិតអ្នកមិនស័ក្តិសមក្នុងក្រសែភ្នែករបស់បុរសចំណាស់ម្នាក់នេះនោះទេចាងយូបាននិយាយថាអូប៉ិតជាគួរឲ្យចាប់អារម្មណ៍ពិតមែនបុរសចំណាស់ម្នាក់នេះគឺខ្លាំងជាងលោកលិនទៅទៀតក៏ប៉ុន្តែគាត់នៅតែមិនល្អមិនដូចជាបេក្ខជននៅទឹកដីបរិសុទ្ធនោះទេវាហាក់ដូចជាខ្ញុំត្រូវតែប្រើធម៌ក្តៅហើយនៅពេលនោះព្រះតេជម្ដងក៏បានស្រែមកចាងយូយើងថាចាងយូខ្ញុំនឹងឲ្យអ្នកភ្លក់ពីក្បាច់គុណនៅលើពីអាណាចក្រក្បាច់គុណប៉ិតទៅទៀតហើយគាត់ក៏បានបញ្ចេញដុំធម្មពលមួយដាក់ក្នុងដៃហើយក៏បាញ់វាសម្ដៅទៅរកចាងយូយើងផងដែរចាងយូបញ្ចេញខែលការពារមួយផ្ទាល់ខ្លួនហើយក៏គិតក្នុងចិត្តថានៅពេលនេះរាងកាយរបស់ខ្ញុំត្រូវបានកម្ដៅដោយកម្រិតទី7នៃកម្ពីអណ្ដើកខ្មៅដូច្នេះសូមមើលថាតើអ្នកមានអ្វីកើតឡើងប្រសិនបើខ្ញុំទទួលវាពីការវាយប្រហារនេះហើយនឹងការវាយប្រហារមិនក៏បានត្រូវចាងយូយើងពេញតែម្ដងក៏ប៉ុន្តែគាត់ដូចជាមិនកើតអីនោះទេគឺឈរយ៉ាងសង្ហាតែម្ដងក៏បានធ្វើឲ្យព្រឹទ្ធាចារ្យទាំងពីរនេះភ្ញាក់ផ្អើលផងដែរចាងយូបាននិយាយថាព្រឹទ្ធាចារ្យថ្ងៃនេះញ៉ាអត់បានញ៉ាំបាយទេមែនទេហេតុអ្វីបានជាកម្លាំងអ្នកខ្សោយអ្វីម្ល៉េះហើយចាងយូក៏បានគិតក្នុងចិត្តផងដែរថាអំបញ្ញមិញហ្នឹងខ្ញុំស្មានតែខ្ញុំស្លាប់ទៅហើយក៏ប៉ុន្តែខ្ញុំក៏ភ្ញាក់ផ្អើលផងដែរដែលបច្ចេកទេសអណ្ដើកខ្មៅម្នេះអាចទប់ទល់នឹងការវាយប្រហារនេះបានបច្ចេកទេសម្នេះវាពិតជាគួរឲ្យអស្ចារ្យមែនតើហើយពេលហ្នឹងចាងយូក៏បាននិយាយទៅដល់ព្រឹទ្ធាចារ្យហ្នឹងផងដែរដោយនិយាយថាព្រឹទ្ធាចារ្យក្រែងអ្នកចង់បង្ហាញខ្ញុំពីអំណាចដែលលើសពីអាណាចក្រក្បាច់គុណប៉ិតនោះអីហេតុអ្វីបានជាអ្នកមិនធ្វើវាអញ្ចឹងពេលហ្នឹងក៏ធ្វើឲ្យព្រឹទ្ធាចារ្យម្នាក់ផាត់ភ័យជាខ្លាំងក៏បាននិយាយថានេះវាមិនអាចទៅរួចទេសូម្បីតែកូនប្រុសដ៏បរិសុទ្ធក៏មិនមានកម្លាំងខ្លាំងយ៉ាងនេះដែរពេលដែលគាត់ស្ថិតនៅក្នុងអាណាចក្រទាំង7ខ្ញុំមិនជឿទេហើយព្រឹទ្ធាចារ្យម្នាក់ក៏ខំវាយប្រហារទៅចាងយូយើងបន្តទៀតផងដែរក៏ប៉ុន្តែចាងយូយើងមិនខ្វល់ទេគេយ៉ាងរំភើយតែម្ដងចំណែកលោកលេនម្នេះគាត់ក៏ព្យាបាលផងដែរក៏មិនជឿរឿងទាំងអស់នេះទេហើយក៏ភ្លាមហ្នឹងគាត់ក៏បានកត់សម្គាល់រឿងអ្វីមួយគឺគាត់ដឹងពីអោរ៉ារបស់ចាងយូយើងនេះផងដែរដែលគាត់បានដឹងថាចាងយូបានអនុវត្តបច្ចេកទេសនោះដោយភ្លាមយើងក៏ឃើញមានបានដៃមួយមកយ៉ាងធំហើយអមទាំងសម្លេងចាងយូយើងប្រាប់ថាព្រឹទ្ធាចារ្យដ៏អស្ចារ្យសូមអ្នករងប្រយ័ត្នផងខ្ញុំដោះស្រាយអ្នកតែមួយចលនាតែប៉ុណ្ណោះទេហើយគ្រាន់តែប្រើក្បាច់គុណធម្មតាកពីកប៉ុករបស់ខ្ញុំតែប៉ុណ្ណោះចាងយូក៏បានស្ទុះមកវាយប្រហារព្រឹទ្ធាចារ្យម្នាក់តែម្ដងព្រឹទ្ធាចារ្យម្នាក់មិនដឹងថាធ្វើយ៉ាងម៉េចទេដោយអស់ជំរឿនគាត់ក៏បានងាកមកឃើញអាចៅហានពេលហ្នឹងគាត់ក៏បានលើកអាចៅហានមកធ្វើការរៀបរៀងជំនួសតែម្ដងអាចៅហានឃើញពីទង្វើរបស់គ្រូវាហើយវាពិតជាភ័យជាខ្លាំងហើយចាងយូយើងក៏ខិនមកចិត្តម្ដងផងដែរក៏បានជាកំណាប់ដៃរសងទៅវាយហើយអាចៅហានភ័យជាខ្លាំងពេលហ្នឹងចាងយូយើងក៏មិនវាយឲ្យត្រូវផងដែរគឺជាកំដាប់ដៃហ្នឹងទៅកន្លែងផ្សេងហើយខ្ញុំក៏មិនដឹងថាអាចៅហានពេលនេះស្លាប់ឬក៏រស់ផងដែរប្រហែលជាស្លាប់ហើយមើលទៅព្រឹទ្ធាចារ្យម្នេះប្រហែលជាភ័យមិនស្ទើរទេមើលទៅទឹកមុខគាត់ក៏ដឹងដែរនៅពេលនេះប្រហែលជាអាចៅហានបានជេររយបាត់ហើយព្រោះអី system បានលោតមកប្រាប់ថាអបអរសាទរលោកម្ចាស់ដែលបានសម្លាប់អ្នកជំនាញ
នៅកម្រិតអាណាចក្រធាតុទាំង5ទទួលបានរង្វាន់20ពិន្ទុហើយព្រឹទ្ធាចារ្យម្នាក់ប្រហែលជា700ផងដែរព្រោះឯប្រព័ន្ធបានលោតមកផងដែរថាបានសម្លាប់អ្នកអមតៈមួយទទួលបានរង្វាន់5000ពិន្ទុហើយពេលហ្នឹងចางយូក៏ភ្ញាក់ផ្អើលពីកម្លាំងគាត់នៅបច្ចុប្បន្ននេះផងដែរពិតជាខ្លាំងមែនតើពេលហ្នឹងលោកលិនឃើញរឿងទាំងអស់នេះហើយគាត់ពិតជាភ្ញាក់ផ្អើលជាខ្លាំងក្នុងតែមួយចលនាប៉ុណ្ណោះគាត់បានសម្លាប់ចាស់ទុំដ៏អស្ចារ្យតើគាត់មិនមែនជាសត្វចម្លែកទេតែមែនទេតើគាត់ពិតជាស្ទាត់ជំនាញនិងជំនាញអំពីអណ្ដើកខ្មៅនោះហើយតែមែនទេភ្លាមចางយូដើរមកហើយក៏និយាយថាលីងសៀវយ៉ៅដល់វេនអ្នកហើយពេលហ្នឹងក៏បានធ្វើឲ្យលោកលេនផាត់ផាយជាខ្លាំងគាត់ក៏បានខំនិយាយថាទេជាងយូឈប់កាត់ស្រមៃពីរឿងនេះទៅខ្ញុំគឺជាមេនិកាយហុងវូក៏ប៉ុន្តែបើឯងសម្រាប់ខ្ញុំទឹកដីរបស់រស័តលីសានឹងមិនឲ្យឯងនៅរស់ទេជាងយូយើងបានតបថាខ្ញុំមិនខ្វល់ទេតើអ្នកគិតថាក្នុងស្ថានភាពលក្ខណៈបែបនេះតើអ្នកហ៊ានបញ្ជាខ្ញុំទេឬហើយនៅពេលហ្នឹងផងដែរក៏ធ្វើឲ្យព្រឹទ្ធាចារ្យលីនមួយហ្នឹងផាត់ភ័យទៅកាន់តែខ្លាំងទៅកាន់តែខ្លាំងទៅធ្វើឲ្យគាត់ផាត់ភ័យទៅកាន់តែខ្លាំងទៅកាន់តែខ្លាំងទៅបានធ្វើឲ្យគាត់លេចនោមមើលបាត់ទៅហើយអូយចង់ដាច់ខ្យល់អ្នកបញ្ចូលសលេងមួយនេះអើយពេលហ្នឹងចឹងយូក៏បាននិយាយថាអូយព្រឹទ្ធាចារ្យអ្នកមុខអាក្រក់ហើយនៅចរិតអាក្រក់ទៀតគ្រាន់តែភ័យបន្តិចបន្តួចសោះលេចនោមបាត់ទៅហើយមិនទាន់តបើកលុយទេណាព្រឹទ្ធាចារ្យកុំទាន់លេចនោមលឿនពេកពេលហ្នឹងព្រឹទ្ធាចារ្យលីនក៏ស្រែកថាចឹងយូតើឯងកំពុងតែលេងសើចអ្វីហ្នឹងខ្ញុំគឺជាមេនិកាយហង្វូហើយនៅពេលនេះខ្ញុំសុខចិត្តស្លាប់ប្រសើរជាងរងភាពអាម៉ាស់ទាំងអស់នេះហើយប្រសិនបើអ្នកមិនប្រងសម្រាប់ខ្ញុំទេខ្ញុំសុខចិត្តសម្រាប់ខ្លួនឯងក៏និយាយមកទាំងញ័រតែម្ដងជាងយូស្ដាប់ទៅហើយក៏បាននិយាយថាអ្នកចង់សម្រាប់ខ្លួនតែមែនទេខ្ញុំមិនឲ្យរឿងនោះកើតឡើងទេខ្ញុំចង់សម្រាប់អ្នកដោយផ្ទាល់ដៃខ្ញុំតែម្ដងជាងយូក៏បានចាប់ក្របួយកោអាវរបស់ព្រឹទ្ធាចារ្យលីនគាត់ក៏បាននិយាយបន្តទៀតថាក៏ប៉ុន្តែខ្ញុំមានហេតុផលមួយចំនួនដែលខ្ញុំមិនអាចសម្លាប់អ្នកបានគឺអ្នកគឺជាឪពុករបស់ DG និងជាកូនចៅចំនួនក្រោយរបស់ព្រឹទ្ធាចារ្យលីនធានខ្ញុំមិនសម្លាប់អ្នកទេដោយសារតែពួកគេទាំងពីរមានសម្រាប់សំខាន់ចំពោះខ្ញុំដូច្នេះហើយខ្ញុំនឹងទុកជីវិតឲ្យអ្នករស់នៅបន្តទៅទៀតពេលហ្នឹងលោកម្ចាស់លីនក៏បាននិយាយថាជាងយូអ្នកពិតជាបានរកឃើញបុព្វបុរសពិតមែនដូច្នេះហើយអ្នកគួរតែដឹងអំពីអត្ថប្រយោជន៍របស់ព្រឹទ្ធាចារ្យលីនធានពេលហ្នឹងជាងយូក៏បាននិយាយថាដូច្នេះហើយអ្នកបានដឹងពីខ្ញុំបានរៀនគម្ពីរក្បាច់គុណអណ្ដើកខ្មៅនោះហើយតើមែនទេព្រឹទ្ធាចារ្យលីនបាននិយាយថាអញ្ចឹងតើអ្នកព្យាយាមបង្ហាញទេពកោសល្យរបស់អ្នកហើយសើចំអកឲ្យខ្ញុំដោយមិនដឹងថាវាជាងយូបាននិយាយកាត់ថាខ្ញុំសូមប្រាប់អ្នកថាបុរសចំណាដែលអ្នកបានដេញគាត់ចេញនោះគឺក៏មិនស្ដាយក្រោយនោះទេក៏ប៉ុន្តែគាត់បានខកចោលរឿងមួយព្រោះអ្នកមិនយកចិត្តទុកដាក់ឬក៏មានទំនួលខុសត្រូវក្នុងនិកាយហង្សវូហើយពេលហ្នឹងចางយូក៏បានក្រឡេកលោកលីនចាញ់ហើយចางយូក៏បានបែរមកក៏និយាយថាស្ដាប់ខ្ញុំព្រឹទ្ធាចារ្យលីនខ្ញុំមិនខ្វល់ពីគោលបំណងឬការលំបាករបស់អ្នកតាំងពីដំបូងឡើយខ្ញុំអាចបង់ចោលអតីតកាលប៉ុន្តែលក្ខខណ្ឌគឺអ្នកត្រូវតែចោះចាញ់នឹងខ្ញុំព្រឹទ្ធាចារ្យលីនឮចางយូនិយាយបែបនេះហើយគាត់ក៏បានស្រែកទាំងច្រឡោតថាចางយូឯងឈប់លេងស្រមៃទាំងថ្ងៃទៅខ្ញុំមិនឲ្យរឿងនោះកើតឡើងទេក៏ប៉ុន្តែភ្លាមនឹងចางយូក៏បានដោះផ្លែបញ្ជាមួយមកកណ្ដាលមុខលោកលីនតែម្ដងដោយគាត់បាននិយាយថាឯងមើលតើនេះគឺជាអ្វីលោកលីនឃើញហើយក៏បានតបយ៉ាងភ្ញាក់ផ្អើលថានេះគឺជាផ្លែបញ្ជានិកាយសៀនវូតើអ្នកបានវាមកពីណាហេតុអ្វីបានជាវានៅក្នុងដៃរបស់អ្នកចางយូបាននិយាយទាំងញញឹមថាលីនសៀយ៉ៅអ្នកឃើញផ្លែបញ្ជានេះហើយប្រៀបដូចជាឃើញយើងគឺជាមេនិកាយសៀនវូប្រញាប់លោតជង្គង់ចុះទៅព្រឹទ្ធាចារ្យលីនប៉ាជាភ្ញាក់ផ្អើលជាខ្លាំងតែម្ដងភ្លាមគាត់ក៏បានលោតជង្គង់មិនត្រឹមតែលោតជង្គង់ទេថែមទាំងគោរពចางយូយើងទៀតផងក៏បាននិយាយថាលីនសៀយ៉ៅដែលជាប្រធានចំនួនទី4នៃនិកាយសៀនវូគោរពលោកម្ចាស់វ័យក្មេងចางយូបាននិយាយថាល្អណាស់អ្នកដឹងខុសត្រូវទៅតើហើយនៅតែចងចាំច្បាប់នៃនិកាយសៀនវូនៅក្នុងចិត្តរបស់អ្នកដូច្នេះវាមិនឥតប្រយោជន៍សម្រាប់ខ្ញុំក្នុងការទុកជីវិតរបស់អ្នកទេហើយស
តែឬយើងក៏បានកាត់មកដល់កន្លែងមួយដែលយើងហៅកន្លែងនឹងថាគឺជាកន្លែងហាមឃាត់នៅក្នុងនិកាយសៀនវូនឹងឯងប្រតិចាលិនក៏បាននិយាយទៅជាងយូរយ៉ាងថាចៅហ្វាវក្មេងកន្លែងនេះគឺជាកន្លែងហាមឃាត់ហើយក៏ជាកន្លែងគោកសម្រាប់ចាប់ប្រតិចាជាងយូរផងដែរហើយខ្ញុំក៏មិនទាន់ដឹងថាប្រតិចានឹងស្រីក៏ប្រុសដែរខ្ញុំមិនទាន់ដឹងច្បាស់ទេហើយនឹងជាងយូក៏បានស្ទាបហើយក៏កឹកចិត្តផងដែរតំបន់ហាមឃាត់គឺពិតជាសមតម្លៃនឹងឈ្មោះរបស់វាខ្លាំងណាស់ការរឹតបន្តឹងនៅច្រកចូលនៅរោងភ្នំនេះគឺអាចកំបឹងណាខ្ញុំខ្លាចតែសូម្បីតែកម្លាំងបច្ចុប្បន្នរបស់ខ្ញុំក៏មិនអាចបំបែកឲ្យបង្ខំបានដែរពេលនឹងប្រតិចាលិនក៏បាននិយាយថាជាងយូយើងថាចៅហ្វាយពេលក្មេងរូងភ្នំសូវូម្នេះគឺជាលំហដែលវិវត្តដល់រូងភ្នំទី2របស់បុព្វបុរសហើយវាបើករាល់ពេល10ឆ្នាំម្ដងខ្ញុំមិនដឹងពីរបៀបបើកវានោះទេជាងយូក៏បានងាកមកហើយក៏និយាយថាលាងទី2តែមែនទេក្នុងគម្ពីរអណ្ដើកខ្មៅបច្ចុប្បន្នលើកឡើងថាបើគម្ពីរអណ្ដើកខ្មៅត្រូវបានគេបណ្ដុះដល់កម្រិតទី6នោះលាងទី2នឹងត្រូវបានអង្រួននៅក្នុងខ្លួនពេលហ្នឹងគាត់ក៏បានកាន់បន្តថាលាងដែលខ្ញុំមករកឃើញក្នុងបណ្ណាល័យគួរតែជារូងភ្នំខាងក្រៅរបស់លិនធានជាន់ខ្ពស់ហើយនេះក៏ជារូងភ្នំទី2ដែលលិនធានជាន់ខ្ពស់បានប្រមូលភ្នំក្នុងគម្ពីរអណ្ដើកខ្មៅផងដែរភ្លាមជាងយូក៏បាននិយាយទៅព្រឹទ្ធាចារ្យលិនថាអ្នកបាននិយាយថាលាងនេះបើករៀងរាល់10ឆ្នាំម្ដងហើយម្ចាស់របស់ខ្ញុំទៅតែចូលបាន3ឆ្នាំប៉ុណ្ណោះតើអ្នកកំពុងតែព្យាយាមបញ្ឆោតខ្ញុំឲ្យខ្ញុំមិនអាចជួយសង្គ្រោះម្ចាស់របស់ខ្ញុំតែមែនទេព្រឹទ្ធាចារ្យលិនបានតបទាំងបែកញើសថាចៅហ្វាយវាក្មេងអ្នកយល់ខុសហើយអ្នកក្រុមបង្កប់នេះមិនមានបំណងបើកបញ្ឆោតអ្នកទេដើមឡើយរូងភ្នំនេះបច្ចុប្បន្នបើកម្ដងទៀតរាល់10ឆ្នាំម្ដងប៉ុន្តែដរាបណាអ្នកមានផ្លែបញ្ជាស៊ូវូអ្នកអាចចូលនិងចេញពីកន្លែងនេះដោយសេរីនៅពេលណាក៏បានដែរដរាបណាអ្នកយកផ្លែបញ្ជានោះទៅដាក់ឲ្យចំកណ្ដាលនៃរូងភ្នំទៅវានឹងបើកជារូងភ្នំឬក៏រំហោះឲ្យអ្នកចូលជាមិនខានហើយជាងយូបាននិយាយថាហេតុអ្វីក៏អ្នកមិននិយាយឲ្យលឿនមកហើយខ្ញុំក៏សូម sorry អ្នកគ្នាដែរសម្រាប់សំឡេងរំខានព្រោះឯឆ្កែហ្នឹងវាមិនដឹងថាឃើញទេព្រោះរហងភ្លាមកន្លែងម្ដងក៏បានបញ្ចេញពន្លឺជាខ្លាំងក៏ធ្វើឲ្យជាងយូយើងចាំងភ្នែកជាខ្លាំងផងដែរហើយវាក៏បានបង្កើតជាច្រកលំហមួយបានស្រូបទាញយកជាងយូយើងចូលទៅទីហ្នឹងតែម្ដងពេលហ្នឹងក៏មិនដឹងថាគាត់នៅពេលនេះដល់ណាដែរជាងយូក៏បាននិយាយថាតើនេះមែនទេគឺជាទស្សនវិជ្ជានៅក្នុងរូងភ្នំហ្នឹងហើយគាត់ក៏បានកាន់ផ្លាកបញ្ជានឹងមើលហើយក៏និយាយថាវាហាក់ដូចជាលេងសៀវយូបាននិយាយត្រូវពិតមែនផ្លាកបញ្ជានេះអាចធ្វើឲ្យខ្ញុំចេញចូលនៅក្នុងរូងភ្នំនេះដោយសេរីភ្លាមគាត់ក៏បានធ្វើដំណើរដែរទៅមកហើយក៏បានគិតក្នុងចិត្តផងដែរថាប៉ុន្តែអ្វីដ៏ចម្លែកនៅទីនេះគឺលិយន្តជាន់ខ្ពស់បានទទួលមរណភាពទៅហើយហើយអ្វីបានជាខ្ញុំមានអារម្មណ៍ថារូងភ្នំស៊ូវូនេះនៅតែត្រូវបានគ្របដណ្ដប់ដោយនរណាម្នាក់អញ្ចឹងហើយនៅពេលនេះផងដែរខ្ញុំមានអារម្មណ៍ថាកំពុងតែមាននរណាម្នាក់កំពុងតែសលួចសម្លឹងមកខ្ញុំផងដែរតើបុគ្គលម្នាក់នោះគឺជានរណាទៅភ្លាមហ្នឹងក៏មានបាតុភូតអ្វីម្យ៉ាងបានកើតក្នុងរូងភ្នំហ្នឹងផងដែរក៏បានបង្កើតជាច្រកលំហមួយទៀតហើយដែលកំពុងតែព្យាយាមគួចជាងយូយើងចូលទីហ្នឹងជាងយូពិតជាពិបាកទ្រាំខ្លាំងមែនទែនគាត់ក៏បាននិយាយថាមិនល្អនោះទេកម្រិតនៃការដាំដុះរបស់បុគ្គលម្នាក់នោះយ៉ាងហោចណាស់ក៏ក្នុងអាណាចក្រត្រួតត្រាលើឋានសួគ៌ផងដែរតើវាអាចជាអ្នកណានៅលើផែនដីដ៏បរិសុទ្ធលាសៀវនេះជាងយូហៀបនឹងចូលទៅដល់ច្រកចូលលំហនោះហើយគាត់ក៏បាននិយាយបន្តទៀតថាវាបច្ចុប្បន្នឲ្យភ័យខ្លាចខ្លាំងណាស់កម្លាំងបច្ចុប្បន្នរបស់ខ្ញុំហៀបនឹងចូលដល់កម្លាំងអមតៈបាត់ទៅហើយក៏ប៉ុន្តែខ្ញុំនៅតែអាចក៏ប៉ុន្តែខ្ញុំក៏នៅតែមិនអាចទប់ទល់នឹងវាបានដែរហើយពេលហ្នឹងវាក៏បានស្រូបជាងយូយងចូលទៅទីហ្នឹងផងដែរមិនដឹងថាដល់ទីណាទេភ្លាមជាងយូយងក៏បានបើកភ្នែកមកគាត់ក៏បានសម្លឹងទៅមកគាត់ក៏បានឃើញនារីម្នាក់កំពុងតែអង្គុយនៅមុខគាត់ផងដែរនារីម្នាក់ហ្នឹងបាននិយាយថាភ្នាក់ឡើងយូហើយជាងយូក៏បានហៅនាងថា Master ទាំងសប្បាយរីករាយតែម្ដងហើយភ្លាមសាច់រឿងរបស់យើងក៏បានបញ្ចប់ទៅត្រឹមនេះផងដែរខ្ញុំមិនសូវមានពេលច្រើនទេអ្នកគ្នាសម្រាប់សម្ដែងរឿងនេះព្រោះថាខ្ញុំរវល់រៀនជាខ្លាំងហើយនៅពេលនេះខ្ញុំមានពេលទំនេរចំនួន2ថ្ងៃចេះតែធ្វើលេងទៅហើយក៏មានតែប៉ុណ្ណឹងផងដែរអ្នកគ្នាសូមជម្រាបលាបាយ